សុបមីស៊ូរបស់យើងឯនេះចំណាយពេលមិនដល់10នាទីផងបានឡើងមួយឆ្នាំងបើនិយាយពីសាច់ប្រាក់ក្នុងការចំណាយវិញគិតថាវាមិនដល់10000ផងបាច់ចាំប្រើឆ្អឹងស៊ុបអេញ៉ៃច្រើនទេបងប្អូនរសជាតិឆ្ងាញ់ហើយថ្មីប្លែកជាធម្មតាគេធ្វើទឹកស៊ុបហើយបានគេតែបេះបន្លែមិនណាបងប្អូនតែខ្ញុំវិញបេះបន្លែសិនចាំទៅធ្វើស៊ុបតាមក្រោយដោយសារតែស៊ុបរបស់យើងឯហ្នឹងអត់មានថាត្រូវពិបាកទៅងាស់ឆ្អឹងស៊ុបឆ្អឹងអីញ៉ៃច្រើនទេវិញបាយតែគ្រាប់ចោលបងប្អូនដោះមកពេញទឹកពេញដីបេះហូបសឹងតែមិនតាន់យើងដកវាទាំងរើសចឹងទៅនៅពេលដែលយើងចង់ដាំវាលើក្រោយទៀតយើងចង់ដាក់សាច់ជ្រូក3ជាន់ហាន់ស្ដើងក៏បានសាច់គោក៏បានបកាក៏បានគោះពងចូលក្នុងមួយគ្រាប់មកត្រីខមកកំប៉ុងបន្លែប្រឡុងទិញទួយចឹងទៅឲ្យគ្រឿងដែលយើងយកមកធ្វើឲ្យវាឈ្ងុយឲ្យទឹកស៊ុបរបស់យើងឈ្ងុយក៏មានអីជាច្រើនដែរយើងសម្រាប់យកតែខ្លាញ់វាមកដាក់ឆានៅក្នុងឆ្នាំងរបស់យើងហ្នឹងបន្ទាប់មកយើងដាក់គល់ក្រែមម្ទេសស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមលីងវាឡើងឈ្ងុយសិនសម្រាប់យើងដាក់គ្រឿងម្ទេសក្រហមឆាចូលម្ទេសក្រហមឆានេះយើងបានឆាវាជាមួយនឹងខ្ទឹមសខ្ទឹមក្រហមរួចហើយម្ដងហើយអាហ្នឹងទុកសម្រាប់ធ្វើគ្រឿងតុងយ៉ាំធ្វើគ្រឿងនេះខ្ញុំធ្លាប់បានបង្ហាញបងប្អូនទាំងគ្នា200លានដងរួចមកហើយពេលដែលយើងលីងវាឲ្យឈ្ងុយចូលគ្នាហើយដាក់ត្រីខចូលឆាទៅឆាមករួចចាត់ទឹកជាចូលឲ្យពេញឆ្នាំងមកដាក់ត្រីខតាមមកកំប៉ុងទឹកស៊ុបរបស់យើងឡងជាតិឲ្យឈ្ងុយទៀតចាំពេលស៊ុបរបស់យើងពុះយើងថែម្សៅស៊ុបមាន់បន្តិចមកស្ករបន្តិចអំបិលបន្តិចភ្លក់មើលប្រៃផ្អែមឲ្យយើងចូលចិត្តទៅតែប៉ុណ្្នឹងបានហើយទឹកស៊ុបពុះមកអូខ្ញុំឈ្ងុយចំណែកទឹកតៅហូររបស់យើងវិញយើងយកតៅហូរដាក់ចូលក្នុងថង់ចាក់ទៅដល់គោខាប់ចូលមកបន្តិចរួចក៏ធ្វើការញីវាបែកមាត់ចូលគ្នាមកធ្វើតាមវិធីនេះយើងមិនហត់ទៅប្រឡាក់ម៉ាស៊ីនក្លុកយើងច្រើនទេបងប្អូនវិធីសាស្ត្រងាយធ្វើទឹកតៅហូរលឿនដូចអាម៉េចកុំនិយាយស៊ុបមីស៊ូថ្ងៃហ្នឹងញ៉ាំត្រូវជាមួយនឹងទឹកតៅហូរនេះបន្ថែមស្តៅដីបុកមកលាព្រាមកខ្ទឹមសកច្រាំម្ទេសហិលក៏ឆ្មាពី3ចំណិតទៅបើសិនជាមានម្ទេសឆាចេះលាយជាមួយទៀតរត់ទៅឈ្ងុយហើយហិលឆ្ងាញ់ណាបងប្អូនកុំភ្លេចថែមទឹកស៊ុបរបស់យើងមកវែកចូលក្នុងហ្នឹងផងទឹកតៅហូរយើងបន្ថែមស្តៅដីចូលចឹងទៅយើងថាអូឈ្ងុយមែនតែននិយាយទៅដាក់ទឹកស៊ុបថែមមកវែកចឹងទៀតបងប្អូនរត់ទៅជាតិធ្វើស៊ុបមីស៊ូញ៉ាំម្ដងណាដែលភ្លេចទេជាមួយនឹងតុនសុនតសៃមីស៊ូស្វិតតុនឆ្ងាញ់កញ្ចប់សេរីថ្មីពណ៌ខៀវតុនធួនិងកញ្ចប់ពណ៌ក្រហមតុនដាក់ជាមួយស៊ុបចឹងយូរប៉ុណ្ណាក៏វាអត់លួយដែរបងប្អូនប្រយ័ត្នទិញប៉ះរបស់ខ្លែងនៅខាងក្រៅកញ្ចប់មាន STN ជាសម្គាល់តើយើងទិញប៉ាអាស៊ីនណាមិនពេលយើងស្រស់ធ្វើស៊ុបមីស៊ូទៅឆ្ងាញ់ពេលរៀបញ៉ាំយើងដាក់មីស៊ូតុនសុនមុនសិនទៅបងប្អូនព្រោះថាត្រមតាបន្លែរបស់យើងឆ្អិនសាច់របស់យើងឆ្អិនមីស៊ូរីកល្មមបន្លែវិញបងប្អូនចង់ញ៉ាំអីដាក់នឹងមកមិនរើសទេសំខាន់តែមានជីក្រហមហើយសាច់ក៏ដូចគ្នាដែរសាច់ជ្រូកសាច់កគ្រឿងសមុទ្រស្រោចទៅដោះគោស្រស់ពីលើនឹងទៀតទៅកុំភ្លេចបន្ថែមពងពីលើនឹងមកគ្រាប់ផងញ៉ាំស៊ុបក្តៅអញ្ចឹងអត់មានពងទេអត់ន័យសាច់គោក៏ដូចគ្នាដែរដាក់ឆ្អិនក្នុងកស៊ុបហ្មងអត់ឆ្ងាញ់ទេបងប្អូនបានតែជ្រលក់លើកអញ្ចឹងហ៎អូយអែហ្មងនិយាយថាជាតិបន្លែរបស់យើងឆ្អិនមីស៊ូក៏រីកល្មមអញ្ចឹងកាត់វាឲ្យខ្លីៗបន្តិចកុំឲ្យវាវែងពេកចាប់ញ៉ាំទៅបងប្អូនឡើងហល់ហ្មងមីស៊ូតែមកកសបពេលនិយាយថាញ៉ាំបានគ្នាសៃមីស៊ូតុនស្វិតល្អហើយចូលជាតិជាមួយនឹងទឹកស៊ុបយើងជាតិហ្មងទឹកស៊ុបរបស់យើងប្រើត្រីខតែមកកំប៉ុងអញ្ចឹងមកក្លិនទឹកស៊ុបហ្នឹងវាមិនមែនក្លិនត្រីខចំទេបងប្អូនវាបែកក្លិនទៅជាក្លិនមួយទៀតព្រោះយើងដាក់លាយជាមួយនឹងគ្រឿងតុងយ៉ាំហើយថែមទឹកដោះគោស្រស់ពីលើហ្នឹងទៀតវាធ្វើឲ្យទឹកស៊ុបរបស់យើងហ្នឹងឈ្ងុយហើយជាតិមែនតែនហ្មងជាពិសេសបានសរសៃមីស៊ូតុនល្អហើយសាច់គោយើងស្រស់ជាមួយនឹងបន្លែស្រស់ទៀតទឹកស៊ុបហត់មកឡើងជាតិតែម្ដង